អាត់កំបាំងពីផ្លែបំពេញរាជ្យឬផ្លែកំពេញរាជ្យដែលអ្នកគួរដឹងបំពេញរាជ្យគឺជាប្រភេទផ្លែឈើមួយប្រភេទដែលគេនិយមហៅថាកំពេញរាជ្យវាមានរសជាតិជូរអែមគួរឲ្យចង់ទទួលទានខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់របស់ផ្លែកំពេញរាជ្យ1អាចកម្ចាត់ជំងឺរាគនិងទល់លាមកអ្វីដែលលោកអ្នកនឹកស្មានមិនដល់នោះគឺផ្លែបំពេញរាជ្យអាចព្យាបាលលោកអ្នកពីជំងឺរាគនិងទល់លាមកនៅក្នុងពេលតែមួយព្រោះថាជាតិសរសៃនៅក្នុងផ្លែបំពេញរាជ្យបានស្រូបយកជាតិទឹកនៅពេលដែលអ្នករាគនិងផ្ដល់ជាតិទឹកវិញនៅពេលដែលអ្នកទល់លាមកដូច្នេះសម្រាប់អ្នកដែលមានអាការៈទល់លាមកនិងរាគគួរតែទទួលទានផ្លែបំពេញរាជ្យព្រោះវាអាចជាថ្នាំធម្មជាតិព្យាបាលជំងឺទាំងពីរនេះផងដែរទីពីរធ្វើឲ្យធ្មេញមានសុខភាពល្អផ្លែបំពេញរាជ្យមិនត្រឹមតែអាចការពារជំងឺមហារីកបានគ្រប់ប្រភេទទេប៉ុន្តែលោកអ្នកគ្រាន់តែទំពាកំពេញរាជ្យវាអាចធ្វើឲ្យធ្មេញរបស់អ្នកភ្លឺសស្អាតបានមួយកម្រិតមិនតែប៉ុណ្ណោះនៅពេលដែលអ្នកទំពាបំពេញរាជ្យនោះធ្វើឲ្យបង្កើតនៅកម្រិតទឹកមាត់ដែលអាចជួយការពារជំងឺពុកធ្មេញបង្កដោយបាក់តេរីបានយ៉ាងមានប្រសិទ្ធភាពផងដែរទី3កាត់បន្ថយកូលេស្តេរុលជាតិសរសៃដែលមាននៅក្នុងផ្លែបំពេញរាជ្យបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយជាតិខ្លាញ់និងកាត់បន្ថយកូលេស្តេរុលនៅក្នុងរាងកាយរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាពដូច្នេះផ្លែបំពេញរាជ្យគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលមានជាតិខ្លាញ់និងកូលេស្តេរុលខ្ពស់នៅក្នុងរាងកាយទី4ការពារជំងឺឬសដុងបាតជំងឺឬសដុងបាតគឺជាជំងឺដែលរ៉ាំរ៉ៃនិងមិនងាយព្យាបាលឡើយដូច្នេះហើយអ្នកគួរតែទទួលទានផ្លែបំពេញរាជ្យឲ្យបានញឹកញាប់ការស្រាវជ្រាវបានរកឃើញថាសារធាតុដែលមាននៅក្នុងផ្លែបំពេញរាជ្យអាចការពារនិងកាត់បន្ថយអត្រានៃការកើតជំងឺឬសដុងបាតបានយ៉ាងមានប្រសិទ្ធភាពផងដែរដកស្រង់ចេញពីវីដេអូ